សួស្តីទាំងអស់គ្នាខ្ញុំសំនេះយើងមកសម្រាយរឿងមួយដែលមានចំណងជើងថាចាស់ថ្វាយឡៃសម្រាប់អ្នកចង់បាកាហ្វេខ្ញុំអាចដូណេតតាម QR នេះបានតិចឬច្រើនខ្ញុំទទួលយកទាំងអស់អញ្ចឹងកុំឲ្យរងចាំពេលយូរតោះវាមិនមែនដូចនោះទេបងមិនចាំអារម្មណ៍ទេប៉ុន្តែគ្រាន់តែឃើញសក់សារបស់អូនធ្វើឲ្យឈាមបងលោតញាប់បើបងប៉ះអូនវានឹងកាន់តែអាក្រក់ទៅទៀតបងដឹងថាសីតុណ្ហភាពរាងកាយរបស់អូនមិនទំនងខ្ពស់ប៉ុន្តែលើនេះវាមានអារម្មណ៍ក្តៅខ្លាំងណាស់រហូតដល់ឆេះអូនមិនសើនឹងភាពតានតឹងបែបនេះទេអារម្មណ៍ត្រេកត្រអាលនេះហេតុអីបានជាបងធ្វើបែបនេះព្រាមតើអូនចង់មានន័យយ៉ាងណាបងនៅចិត្តពេកបងដែលផ្អៀងមកថាមិនគេនិយាយនោះគឺអូននិយាយត្រូវណាស់ត្រូវទេខ្ញុំធ្លាប់គិតអំពីវាចុះបើចៃដន្យសុទ្ធសាធបើគ្មានខ្ញុំចេតនាស្វែងរកអ្នកទេថ្ងៃណាមួយខ្ញុំគ្រាន់តែជួបអ្នកដោយចៃដន្យតើនោះមិនមានន័យថាខ្ញុំគួរធ្វើអ្វីគ្រប់យ៉ាងដើម្បីចាំអ្នកទេឬខ្ញុំសុំទោសដែលຕົកអ្នកឲ្យនៅម្នាក់ឯងនៅថ្ងៃនោះចិនយ៉ងមួយសន្ទុះក្រោយមកខ្ញុំក៏ត្រឡប់មករកពេលនោះវិញត្រឡប់ទៅរកពេលនោះពេលខ្ញុំងើបពីដេកតែម្នាក់ឯងនៅក្នុងផ្ទះដ៏ងងឹតនោះអារម្មណ៍ដែលមានតែដៃនេះទេដែលអាចផ្ដល់ឲ្យខ្ញុំប្រាថ្នាចង់បានវាប៉ុណ្ណោះដោយដែលអ្នកបាននិយាយជំនួសឲ្យការសោកស្ដាយខ្ញុំនឹងលះបង់អ្វីទាំងអស់របស់ខ្ញុំទៅអ្នកគួរតែប្រសើរជាងមនុស្សអាក្រក់អើយច្រមុះនឹងបបោមាត់របស់យើងសង្កត់នឹងត្រដោះគ្នាទៅវិញទៅមកយ៉ាងខ្លាំងរហូតដល់ឈឺចាប់វាមិនតន់ឬសុភាពដៀបសាដូចមុនទេវាមានអារម្មណ៍ដូចជាយើងកំពុងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងដែលយើងបានរក្សាទុកនៅក្នុងចិត្តគ្រប់ពេលវេលានេះហើយទីបំផុតយើងក៏ទាមទារវាពីគ្នាទៅវិញទៅមកតើបន្ទប់គេនៅឯណាពេលដូចខ្ញុំលោតញាប់ខ្លាំងណាស់មានអារម្មណ៍ថាដូចជាវាអាចនឹងទុះឡើងប៉ុន្តែខ្ញុំមិនមានអារម្មណ៍មិនស្រួលទេអ្វីដែលខ្ញុំមានអារម្មណ៍គឺបំណងប្រាថ្នាដ៏លើសលប់ដើម្បីនៅជាខំមកជិនឲ្យបានច្រើនតាមដែលអាចធ្វើទៅបានភាពកក់ក្ដៅនេះក្លិនក្រអូបនេះអារម្មណ៍នៃការចោះចាញ់នេះវាមានអារម្មណ៍ល្អណាស់អីគេហេតុអីបានជាអ្នកសំឡេងមកខ្ញុំបែបនេះព្រោះអ្នកស្អាតណាស់បញ្ញាប់ឡើងហើយកាន់ដៃខ្ញុំបិទមាត់របស់អ្នកទៅខ្ញុំនិយាយវាដើម្បីប្រយោជន៍របស់អ្នកតើវាឈឺចាប់នៅកន្លែងណាទេចិនយ៉ងខ្ញុំចង់បានអ្នកខ្ញុំចង់នៅជាមួយអ្នកជារៀងរហូត